អ្នកធ្លាប់មានអារម្មណ៍បែបនេះដែរឬទេអ្នកកំពុងដើរចូលក្នុងបន្ទប់មួយហើយភ្លាមនោះអ្នកក៏ស្រាប់តែឈប់ភ្លាមហើយអ្នកក៏ចាប់ផ្ដើមសួរខ្លួនឯងថាខ្ញុំចូលមកធ្វើអ្វីឬក៏អ្នកទៅតែស្គាល់ឈ្មោះនរណាម្នាក់ប៉ុន្តែមិនទាន់បានប៉ុន្មាននាទីផងអ្នកក៏ភ្លេចឈ្មោះគេទៅវិញបាត់ទៅហើយអ្នកអានសៀវភៅពេញ1ម៉ោងបន្ទាប់មកអ្នកក៏បិទសៀវភៅហើយស្រាប់តែដឹងថាហេតុអ្វីបានជាខ្ញុំមិនចាំអ្វីទោះតែសោះប៉ុន្តែអ្វីដែលគួរឲ្យចម្លែកជាងនេះទៅទៀតគឺហេតុអ្វីបានជាយើងអាចចាំរឿងមួយដែលកើតឡើងកាលពី10ឆ្នាំមុនយ៉ាងច្បាស់ប៉ុន្តែបើជាភ្លេចអ្វីដែលទៅតែនិយាយប៉ុន្មាននាទីមុននេះតើខួរក្បាលរបស់យើងមានបញ្ហាមានដែរឬទេហើយការភ្លេចគឺជាផ្នែកមួយដែលខួរក្បាលត្រូវការដើម្បីអាចចងចាំបានល្អថ្ងៃនេះយើងនឹងស្វែងយល់ទាំងអស់គ្នាថាតើមានអ្វីកើតឡើងនៅក្នុងខួរក្បាលរបស់យើងនៅពេលដែលយើងភ្លេចពេលយើងនិយាយថាខ្ញុំភ្លេចវាមិនមែនមានន័យថាខួរក្បាលបានលុបព័ត៌មាននោះចេញទាំងស្រុងនោះទេពេលខ្លះព័ត៌មាននៅតែមានប៉ុន្តែយើងមិនអាចទាញវាចេញមកប្រើបាននៅពេលនោះឧទាហរណ៍អ្នកប្រហែលជាធ្លាប់ជួបស្ថានភាពដែលអ្នកស្គាល់មុខមនុស្សម្នាក់យ៉ាងច្បាស់អ្នកដឹងថាខ្ញុំស្គាល់គាត់ប៉ុន្តែឈ្មោះរបស់គាត់មិនព្រមចេញមកឬមិនបានចាំអ្វីទោះតែសោះខ្ញុំស្គាល់គាត់ប៉ុន្តែខ្ញុំរកនឹកឈ្មោះគាត់មិនឃើញនោះទេនេះបង្ហាញថាការចងចាំនិងការទាញយកការចងចាំចេញមកប្រើមិនមែនជារឿងតែមួយនោះទេការភ្លេចអាចកើតឡើងដោយហេតុផលជាច្រើនដូចជាការចងចាំមិនត្រូវបានបង្កើតបានល្អតាំងពីដំបូងការរំខានពីព័ត៌មានផ្សេងឬការមិនមានសញ្ញាណត្រឹមត្រូវដើម្បីជួយឲ្យយើងទាញយកការចងចាំនោះចេញមកតើអ្នកដឹងទេខួរក្បាលរបស់អ្នកទទួលព័ត៌មានរឿបមិនអស់ជារៀងរាល់ថ្ងៃមុខមនុស្សសំឡេងពាក្យលេខរូបភាពក្លិនទីកន្លែងនិងការសន្ទនាហើយព័ត៌មានថ្មីទាំងនេះត្រូវប្រកួតប្រជែងគ្នាដើម្បីអាចត្រូវបានរក្សាទុកនិងទាញយកមកប្រើនៅពេលក្រោយប្រសិនបើយើងរៀនពីអ្វីមួយហើយភ្លាមបន្តទៅធ្វើរឿងផ្សេងទីច្រើនទៀតជាការពិតណាស់ការចងចាំថ្មីអាចងាយរំខានយ៉ាងខ្លាំងនេះជាមូលហេតុមួយដែលការរៀនមេរៀនហើយបន្ទាប់មកមិនដែលរំលឹកវាឡើងវិញវាអាចធ្វើឲ្យយើងមានអារម្មណ៍ថាចំណេះដឹងនោះបាត់ទៅនិងមិនចាំវាសូម្បីតែបន្តិចការស្រាវជ្រាវអំពីការភ្លេចបានបង្ហាញថាការរំខានពីសកម្មភាពនិងការចងចាំផ្សេងមានតួនាទីសំខាន់ក្នុងការភ្លេចនេះគឺជារឿងដែលមនុស្សជាច្រើនតែងតែធ្លាប់ជួបអ្នកកំពុងអង្គុយហើយគិតថាខ្ញុំត្រូវទៅយកអ្វីមួយនៅក្នុងបន្ទប់អ្នកក្រោកដើរទៅហើយបើកទ្វារបន្ទាប់មកអ្នកក៏ភ្លេចទៅហេតុអ្វីពេលអ្នកបដូរបរិបទឬការយកចិត្តទុកដាក់របស់អ្នកត្រូវបានរំខានព័ត៌មានដែលអ្នកកំពុងកាន់នៅក្នុងចិត្តអាចពិបាកទាញយកមកវិញពេលខ្លះគ្រាន់តែត្រឡប់ទៅកន្លែងដែលអ្នកមានគំនិតនោះអ្នកក៏ស្រាប់តែចាំបានអូខ្ញុំចាំបានហើយវាមិនមែនមានន័យថាខួរក្បាលរបស់អ្នកបានលុបគំនិតនោះទេវាអាចជាបញ្ហាគឺការទាញយកការចងចាំចេញមកវិញឧទាហរណ៍ថាអ្នកមានមិត្តភក្តិម្នាក់ហើយមិត្តភក្តិរបស់យើងម្នាក់នឹងបានណែនាំមិត្តភក្តិរបស់គាត់ម្នាក់ទៀតមកឲ្យយើងស្គាល់ហើយគាត់ប្រាប់ឈ្មោះគាត់ថាគាត់ឈ្មោះនីយកាអ្នកក៏និយាយថាសួស្ដីនីយកាប៉ុន្តែបន្ទាប់ពីនិយាយគ្នាបន្តិចរួចហើយអ្នកក៏ចាប់ផ្ដើមគិតថាតើកើតឈ្មោះអ្វីទៅនេះក៏អាចកើតឡើងដែរព្រោះនៅពេលដែលជួបមនុស្សថ្មីយើងប្រើការយកចិត្តទុកដាក់របស់យើងទៅលើរឿងជាច្រើនក្នុងពេលតែមួយយើងកំពុងតែស្ដាប់និងមើលមុខគេគិតពីអ្វីដែលត្រូវឆ្លើយហើយព្យាយាមធ្វើឲ្យការសន្ទនាដំណើរការល្អដូច្នេះឈ្មោះរបស់គេមិនត្រូវបានភ្ជាប់ជាមួយនឹងព័ត៌មានផ្សេងបានខ្លាំងគ្រប់គ្រាន់ទេ
ប៉ុន្តែមានរឿងចម្លែកមួយអ្នកអាចភ្លេចអ្វីដែលទៅតែកើតឡើងប៉ុន្តែអ្នកចាំរឿងការពីកុមារភាពបានល្អហេតុអ្វីទៅព្រោះការចងចាំមិនមែនមានតម្លៃស្មើគ្នាទាំងអស់នោះទេព្រឹត្តិការណ៍ដែលមានអារម្មណ៍ខ្លាំងឬមានអត្ថន័យសម្រាប់យើងអាចត្រូវបានចងចាំខុសពីព័ត៌មានធម្មតាឧទាហរណ៍ថាថ្ងៃដំបូងអ្នកបានចូលសាលានិងថ្ងៃដែលអ្នកបានជួបគ្នាជាមួយនឹងមិត្តភក្តិរឿងទាំងនេះអាចមានព័ត៌មានជាច្រើនភ្ជាប់ជាមួយវាគឺទីកន្លែងពេលវេលាមនុស្សសំឡេងក្លិននិងអារម្មណ៍ហេតុដូច្នេះការចងចាំមួយអាចមានផ្លូវជាច្រើនដែលនាំយើងត្រឡប់ទៅរកវានេះគឺជាសំណួរដ៏គួរឲ្យចាប់អារម្មណ៍មួយបើខួរក្បាលអាចចងចាំបានគ្រប់យ៉ាងហេតុអ្វីវាមិនដំណើរការចងចាំអ្វីល្អគ្រប់យ៉ាងមិនចាំបាច់ថាមានន័យល្អនោះទេប្រសិនបើយើងត្រូវការរក្សាទុករាល់ព័ត៌មានដែលយើងឃើញរាល់មុខដែលយើងបានជួបនិងរាល់ពាក្យដែលយើងបានឮនិងបាននិយាយការរស់នៅប្រចាំថ្ងៃអាចคล้ายទៅជារឿងពិបាកទៅវិញការភ្លេចអាចជួយកាត់បន្ថយភាពច្របូកច្របល់និងធ្វើឲ្យព័ត៌មានដែលសំខាន់ជាងមានឱកាសត្រូវបានប្រើប្រាស់ទោះជាយ៉ាងណាអ្នកវិទ្យាសាស្ត្រមិនបានចាត់ទុកថាការភ្លេចគឺជាមុខងារដែលមានប្រយោជន៍ជានិច្ចនោះទេហើយការភ្លេចកើតឡើងតាមយន្តការជាច្រើនហើយមួយចំនួនក៏ជាផលប៉ះពាល់នៃការរៀននិងការចងចាំផ្សេងផងដែរបើអ្នកចង់ចាំអ្វីមួយកុំគ្រាន់តែអានម្ដងហើយម្ដងទៀតសាកល្បងបិទសៀវភៅហើយសួរខ្លួនឯងថាតើខ្ញុំរៀនអំពីអ្វីព្យាយាមទាញចម្លើយចេញពីខួរក្បាលដោយខ្លួនឯងការស្រាវជ្រាវអំពី retrieval ការទាញយកព័ត៌មានមករំលឹកអាចមានឥទ្ធិពលទៅលើការចងចាំព័ត៌មានជាច្រើនផ្សេងទៀតហើយការរៀននិងការចងចាំមានទំនាក់ទំនងស្មុគស្មាញជាងការគ្រាន់តែដាក់ព័ត៌មានចូលខួរក្បាលដូច្នេះលើក្រោយបើអ្នកភ្លេចឈ្មោះនរណាម្នាក់ភ្លេចថាចូលបន្ទប់មកធ្វើអ្វីកុំប្រញាប់គេថាខួរក្បាលខ្ញុំមិនល្អមែនដែរឬទេការភ្លេចគឺជាផ្នែកធម្មតាមួយនៃប្រព័ន្ធចងចាំរបស់មនុស្សហើយខួរក្បាលរបស់យើងមិនមែនជាកាមេរ៉ាដែលថតអ្វីទាំងអស់ហើយរក្សាទុកវាដោយមិនប្រែប្រួលនោះទេហើយការចងចាំគឺជាដំណើរការដ៏ស្មុគស្មាញមួយពេលខ្លះអ្វីដែលយើងហៅថាការភ្លេចមិនមែនមានន័យថាព័ត៌មានបានបាត់ទៅទាំងស្រុងនោះទេវាអាចមានន័យថាយើងមិនអាចរកផ្លូវទៅរកវាបាននៅពេលនោះបើអ្នកចូលចិត្តវីដេអូនេះសូមកុំភ្លេចចុច like subscribe ដើម្បីទទួលបានវីដេអូថ្មីបន្ថែមទៀតសូមអរគុណជួបគ្នានៅវីដេអូក្រោយ